ការចោទប្រកាន់មានជារៀងរាល់ថ្ងៃប៉ុន្តែវាមិនថ្មីបើយើងកុំស្ដាប់មានគេនិយាយថាមានប្រធានគណៈកម្មការរបស់ក្រុមហ៊ុនដែលល្បីឈ្មោះមួយកន្លែងដែលតែងតែលើគេដាស់តឿនដោយបំណងល្អថាឲ្យប្រយ័ត្នប្រយែងអ្នកគ្រប់គ្រងរបស់គាត់បន្តិចព្រោះមានជីវភាពខ្ជះខ្ជាយចាយប្រាក់ដៃទូលាយមានផ្ទះដ៏ធំមួយកន្លែងនៅជាយក្រុងទិញរថយន្តឲ្យកូនប្រុសមួយគ្រឿងហើយថែមទាំងលួចទៅបណ្ដាក់ទុនធ្វើធុរកិច្ចទៀតផងលោកប្រធានគណៈកម្មការនិយាយដោយមិនក្តៅក្រហាយថាមិនថ្មីទេអ្វីដែលសំខាន់គឺក្នុងមួយឆ្នាំគាត់រកកម្រៃឲ្យយើងមិនតិចឡើយទោះជាប្រាក់ដែលគាត់បានយកទៅបណ្ដាក់ទុននិងទិញផ្ទះជារឿងដែលគួរឲ្យសង្ស័យក៏ដោយប៉ុន្តែការពិតដែលយើងបានឃើញនោះគាត់បានរកប្រាក់កម្រៃឲ្យខ្ញុំការធ្វើអាជីវកម្មគឺដើម្បីប្រើប្រាក់ដើមទុនរកកម្រៃបើខ្ញុំជួលអ្នកគ្រប់គ្រងដែលមិនកេងប្រវ័ញ្ចប៉ុន្តែធ្វើឲ្យក្រុមហ៊ុនរបស់ខ្ញុំខាតដើមជារៀងរាល់ថ្ងៃនោះតើវាមានប្រយោជន៍អ្វីទៅពាក្យសម្ដីតែ2-3ប្រយោគអាចបិទទ្វារការចោទប្រកាន់បានប្រកបដោយប្រសិទ្ធភាពតាមពិតទៅអ្វីដែលលោកប្រធានគណៈកម្មការធ្វើនោះស្របទៅនឹងគោលការណ៍គ្រប់គ្រងសំខាន់មួយប្រការគឺប្រើមនុស្សចូលកុំសង្ស័យបើសង្ស័យចូលកុំប្រើទីណាមានមនុស្សទីនោះរមែងមានការចោទប្រកាន់ហើយមនុស្សត្រជាក់ស្រាលនឹងត្រូវមនុស្សដែលចូលចិត្តនិន្ទាអ្នកដទៃខ្លុំត្រជាក់រហូតដល់មួយថ្ងៃគិតតែពីសង្ស័យអ្នកនេះសង្ស័យអ្នកនោះនៅទីបំផុតនឹងបំផ្លាញសម្ព័ន្ធភាពរហូតដល់អស់ជាទូទៅនៅពេលដែលមានរឿងចោទប្រកាន់កើតឡើងការវិនិច្ឆ័យថាវាគឺជារឿងចោទប្រកាន់ឬជារឿងពិតនោះត្រូវប្រើខ្សែភ្នែកខួរក្បាលនិងប្រាជ្ញារបស់ខ្លួនដើម្បីវិភាគឲ្យបានច្បាស់លាស់មិនមែនវិនិច្ឆ័យដោយមាត់អ្នកដទៃឡើយអ្នកដែលចោទប្រកាន់អ្នកដទៃគឺជាមនុស្សអាក្រក់ការចោទប្រកាន់មានជារៀងរាល់ថ្ងៃប៉ុន្តែពេលដែលជួបជាមួយនឹងអ្នកដែលមានប្រាជ្ញាការចោទប្រកាន់នោះនឹងត្រូវអដំណើរមួយរំពេចអ្នកដែលមានប្រាជ្ញានឹងមិនរង្គោះរង្គើដោយសារតែពាក្យចោទប្រកាន់របស់អ្នកដទៃឡើយ